ជំរឿសួរមានដល់មកគេមកអាសៀតហើយអត់ហាក់ធ្វើនៅនៃព្រះរាជាណាចក្រកម្ពុជាមាត្រា14ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជនៃព្រះរាជនៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជនៃសមាជិកនៃព្រះរាជវង្សនុវង្សញាតិវង្សវង្សានុវង្សខ្មែរដែលមានព្រះជននីយុយ៉ាងតិច30ព្រះវស្សាហើយដែលជាព្រះរាជបញ្ជាញាតិនៃព្រះមហាក្សត្រអង្គឌួងឬព្រះមហាឬព្រះមហាក្សត្រនរោត្តមឬក៏ព្រះមហាក្សត្រស៊ីសុវត្ថិមុនចូលគ្រងរាជសម្បត្តិព្រះមហាក្សត្រទ្រង់ថ្លែងសញ្ឆាប្រណិធានបទមានចែងក្នុងឧបសម្ព័ន្ធទី4មាត្រា15ព្រះជាយានៃព្រះមហាក្សត្រមានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាជំរាបលាអូន